mười ô em này kẹp đó trẻ anh hụt prey không còn cái pe mau bị chặt tray vinh có cái prao ở phơi trong phơi phơi một hộp hà mà đòn để xa tại ấy khang bong bong kia dương đại cột trên này giọt không nó cột hot nơi ấy khăng hơi chân dương bài tray rọc tray mình xây hot cái prao phơi trong phơi một hộp mà đòn cái ta ngày này một bị tranh phải đây hay có phơi một hộp ở nhanh mà đòn mơ đời xa tại dương si ớt sạch cleanประมาณ ngày hơi chân dương giọt phơi tray thầm thầm pi mó ấy đã về bàn trơn hay cóធ្វើវាឲ្យឆ្ងាញ់ដើម្បីបើកម្លាំងនេះយកខ្មុំតិចដោយថាការយកខ្មុំគឺហត់មែនតើបងប្អូនជាពិសេសអាថ្ងៃក្តៅនេះគឺឡើងក្នុងម្នាក់តែពីរដើមអីហ្នឹងគឺអស់ខ្យល់តែម្ដងហើយសម្រាប់ការធ្វើគឺគ្មានអីពិបាកទេបងប្អូនដោយថាម្ហូបព្រៃគឺមានអីដាក់នឹងទៅស្លឹកឈើដើមឈើព្រៃអីយើងដាក់ម្ហូបណាដែលស្លឹកឈើណាដែលយើងហូបកាត់ក៏យើងបេះដាក់មកហើយឆ្នៃពីលិចចេញទៅកាត់ពីកាត់ចេញទៅលិចទៅគឺថាឆ្ងាញ់គឺថាក្រោយពេលឆ្អិនរួចរាល់ក៏លើកមកដាក់ធ្វើនំគ្នាហូបចឹងទៅហើយអ្នកខ្លះឃ្លានបាយពេកក៏ហូបបាយមុនចឹងទៅអ្នកខ្លះមិនទាន់សូវឃ្លានក៏ហើយចាំហូបស្មើគ្នាអ្នកខ្លះដូចថាហើយគាត់ឃ្លានដែរប៉ុន្តែគាត់ទ្រាំគាត់ចាំហូបឆ្ងាញ់ជុំគ្នាចឹងណាបងប្អូនដូចឃើញជាស្ដែងចឹងគឺថាអូយគឺថាមួយឆ្នាំងអស់រលីងបងប្អូនមកហូប2ឆ្នាំងគឺថាហូបនំគ្នាហូបខ្ទេចខ្ទីហើយសម្រាប់គឺអង្គុយអត់អស់គ្នាទេសមាជិកច្រើនក៏អ្នកខ្លះអង្គុយដីខ្លះអង្គុយលើខ្លះចឹងទៅធ្វើម៉េចបើយើងនៅក្នុងព្រៃមានអីក៏ហើយធ្វើនឹងទៅហើយក្រោយពេលយើងបាយទឹករួចរាល់ក៏នាំគ្នាមកសម្រាប់ដើម្បីឲ្យស្រកបាយបន្តិចព្រោះអីថ្ងៃត្រង់វាថ្ងៃក្តៅយើងយកឃុំក៏យកមិនទាន់កើតដែរយើងចាំឲ្យតិចចឹងក៏នាំគ្នាចេញទៅយកហើយក្រុមរបស់យើងគឺគាត់នាំគ្នាចេញទៅយកអស់បាត់ហើយសម្រាប់ខ្ញុំគេមិនឲ្យទៅទេគេឲ្យនៅធ្វើចុងភៅបែបជាជាប់ចិត្តមហូបថ្មីដៃខ្ញុំហើយបានអត់ឲ្យខ្ញុំទៅយកឃុំដែលឲ្យប្រើឲ្យធ្វើចុងភៅចឹងណានោះឯងហើយក្រោយពេលយកអស់ជាយូរម៉ោងក៏ពួកគាត់ត្រឡប់មកវិញហើយឃើញថាបានពួកគូសំរបស់ពួកគាត់ដែរហើយក៏ដាំបាយដាំទឹកចាំចឹងទៅហើយមួយឃើញមកអស់ខ្យល់បងប្អូននិយាយពីញើសវិញជោគអាយហើយពីអ្នកអមនឹងឯងនាំគ្នាមកបេះបន្លែចិត្តដូចថានឹងឯងរៀបចំធ្វើសាជាថ្មីទៀតហើយគេថាតែមួយផ្លែតមួយថ្ងៃគេថាដល់ម៉ោងដែលត្រូវធ្វើម្ហូបទៀតអីម្ហូបរបស់យើងគឺយើងត្រូវត្រៀមទុកហើយអង្គុយគិតដល់បងប្អូនពេលខ្លះចង់ធ្វើចង់រៀងពិបាក stress ដែរនឹងយើងគិតធ្វើម៉េចធ្វើម្ហូបឲ្យឆ្ងាញ់ឲ្យត្រូវមាត់គេធ្វើម៉េចឲ្យប្លែកមាត់អីចឹងណាកុំឲ្យថាហើយគ្នាច្រើនអញ្ចឹងយើងធ្វើវាពិបាកប្រកបចិត្តដែរប៉ុន្តែអ្វីដែលមិនពិបាកនឹងគឺអ្នកនៅក្នុងព្រៃដឹងស្រាប់ហើយបងប្អូនភាគច្រើនគឺគាត់ចូលចិត្តហូបប្រៃព្រោះអីយើងត្រូវការប្រើកម្លាំងច្រើនកាលណាយើងហូបរៀងប្រៃបន្តិចក៏យើងអាចធ្វើឲ្យកម្លាំងយើងរៀងដូចថារៀងមានកម្លាំងអីចឹងណាហើយអ្វីដែលសំខាន់នោះគឺដាច់ខាតកុំផ្អែមឲ្យសោះតែកាលណាគឺផ្អែមគឺហូបអត់ដឹងឆ្ងាញ់ទេទាំងគេទាំងខ្ញុំនិយាយទៅមកក្រមនោះយើងដឹងចិត្តទាំងអស់គ្នាអញ្ចឹងវាស្រួលទេពួកគាត់ប្រាប់អញ្ចឹងទៅចម្លែកគ្នាមកថាធ្វើម៉េចកុំឲ្យម្ហូបវាចេញជាផ្អែមប្រៃក៏ប្រៃចោះអ្វីក៏អ្វីទៅញ៉ឹងក៏យើងអាចធ្វើតម្រូវចិត្តពួកគាត់បានគឺម្ហូបគឺដែលនឹងបងប្អូនប៉ុន្តែយើងឆ្នៃដាក់ពីនេះដាក់នោះថែមបន្លែនេះបន្លែនោះតិចតួចទៅវាចេញជាឆ្ងាញ់អញ្ចឹងណាមិនឃើញមិនឆ្ងាញ់បងប្អូនឃើញថាដាក់ហើយមួយឆ្នាំងអស់ទាំងមួយឆ្នាំងមានតែខ្វះបាយទៀតនោះកុំលេងសើចជាមួយអ្នកប្រៃហើយនោះឯងដូចឃើញហើយគ្នាមិនតណយណាបងប្អូនមកទៅ10នាក់ឯណោះក៏នោះគ្នាបាយទឹកអីចឹងទៅគឺបាយទឹករួចរាល់ក៏នាំគ្នាចេញថ្ងៃនេះគឺមានឲ្យការយកឃុំពេលយប់ទៀតដោយសារតែពេលថ្ងៃយើងថ្ងៃក្តៅពេកណាមួយឃុំកាចចឹងទៅយើងបដូរមកយកពេលយប់ម្ដងវីដេអូហ្នឹងខ្ញុំនឹងតម្លាក់បន្តទៀតវីដេអូពេលយប់បាយបាយ